សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ប្រាណតាមទ្រូងចំនួន4ក្បាច់តាមសំណុំពររបស់ fan ចាអញ្ចឹងសម្រាប់ម៉ាមីដែលគាត់ចង់ហាត់នៅផ្ទះចាជាពិសេសសម្រាប់អ្នកដែលគាត់មានបញ្ហាដើមទ្រូងជ្រាយើងធ្លាក់អត់សូវហាត់តាំងណែនណាចាបងប្អូនអាចហាត់តាមខ្ញុំបានអញ្ចឹងសម្រាប់អ្នកហាត់នៅផ្ទះយើងត្រូវមានដុំដែក2គីឡូឬមួយ1គីឡូ1គីឡូកន្លះអីក៏បានដែរស្រេចតែបងប្អូនគឺថាគិតថាលើកស្រួលឬក៏អត់ធ្ងន់អញ្ចឹងណាចាហើយមួយទៀតយើងមានកម្រាលមួយចាដើម្បីក្រាលហាត់នៅផ្ទះបានដោយខ្លួនឯងអញ្ចឹងតោះទៅហាត់ជាមួយខ្ញុំទាំងអស់គ្នាតោះចូលដល់លំហាត់ប្រាណទី1អញ្ចឹងយើងចាប់ផ្ដើមគេនៅលើកម្រាលរបស់យើងឲ្យត្រៀមហើយជាស្រេចចាអញ្ចឹងសម្រាប់គីឡូនេះខ្ញុំប្រើ2គីឡូតែបងប្អូនទាំងអស់គ្នាគិតថាធ្ងន់អាចយកទៅ1គីឡូឬ1គីឡូកន្លះក៏បានដែរបញ្ហាចាសម្រាប់លំហាត់ប្រាណទី1តោះចូលបងប្អូនជិះដាក់ដៃរបស់ខ្ញុំចឹងមកចាមើលនិយាយនេះបងប្អូនណាចាតោះពេលយើងដាក់ហ្វមប៉ុណ្ណឹងហើយរុញឡើង1 ពីនេះចុះសម្រាប់លំហាត់ប្រាណនេះយើងលេង20ចំនួន4ជុំណាបងប្អូនចាយើងលេងយឺតៗសម្រាប់ដៃរបស់យើងបើកឲ្យដល់កម្រាលចឹងណាបងតែហើយតោះយើងរុញឡើងលើអញ្ចឹងយើងចូលក្បាច់ទី2ជាបន្តសម្រាប់ក្បាច់ទី2នេះក៏យើងលេង20ចំនួន4ជុំដូចគ្នាឥឡូវនេះយើងចូលមកដល់ក្បាច់ទី3ចឹងបងប្អូនត្រូវចាំថាសម្រាប់ក្បាច់នេះមួយពេលដែលយើងហាត់គេអត់ត្រូវឲ្យខ្លួនយើងកោងយើងព្យាយាមធ្វើមិនឲ្យខ្នងរបស់យើងត្រង់ណាពើតាមទ្រូងឡើងដើម្បីឲ្យវាចូលបានពេញល្អ
ចូលមកដល់ក្បាច់ទី4ដែលជាក្បាច់ចុងក្រោយអញ្ចឹងសម្រាប់ក្បាច់ទី4នេះបងប្អូនមិនចាំគេញ៉ាំកាមេរ៉ាទេយើងអាចអង្គុយលើកៅអីមួយលើសាឡុងលើអីក៏បានដែរបងប្អូនចាឲ្យតែបងប្អូនងាយស្រួលហាត់អញ្ចឹងណាធ្វើបាច់ដាក់ទម្រង់ឲ្យត្រូវមកគឺវាចូលហើយអស់អញ្ចឹងយើងធ្លាក់ស្មាចុះពើតាមទ្រូងឡើងចាតបមកដៃរបស់យើងគឺយើងកាន់ផ្ងាបែបនេះចាតបមកអុសមកឡើងលើយឺតយឺតបងឃើញដុំដៃតូចៗអញ្ចឹងលេងចុកណាចាយើងលេង20ចំនួន4ជុំដូចគ្នាចឹង4ក្បាច់ហ្នឹងគឺចូលដើមទ្រូងរបស់យើងក៏ដែរហើយផ្លេចខាងលើនេះបងប្អូនគាត់ហាត់ហើយភ្លាមគឺវាចាប់ផ្ដើមឡើងភ្លាមហ្មងគាត់ថាបើសួរថាមួយសប្តាហ៍ហាត់បានថ្ងៃមួយសប្តាហ៍យើងហាត់2ថ្ងៃអីហ្នឹង2ថ្ងៃហើយយើងឆ្លាស់គ្នាជាមួយនឹងលំហាត់ដៃក្បាលពោះតាគៀកឬមួយខារីអូដុតខ្លាញ់ពោះខ្លួនអីចឹងទៅយើងលេងផ្លាស់ប្ដូរគ្នាកុំលេងតែតែរហងៃហើយសម្រាប់វីដេអូហាត់ដើមទ្រូងមានតែប៉ុណ្ណឹងសូមចែករំលែកទៅដល់ម៉ាមីដែលគាត់ហាត់នៅផ្ទះចាបាយបាយ